រាសីមនុស្សដែលកើតចំឆ្នាំឆ្លូវនៅក្នុងខែ11ខែវិច្ឆិកាខាងមុខនេះគឺមើលឃើញថាមនុស្សដែលកើតចំឆ្នាំឆ្លូវនៅតែមានបញ្ហាដូចខែ10អញ្ចឹងបងប្អូនដែលកើតចំឆ្នាំឆ្លូវមានលក្ខណៈឆុងរហូតទៅដល់70ទៅ80%នៅក្នុងខែ11ហ្នឹងបងប្អូនគួរតែប្រុងប្រយ័ត្នមែនទែនអំពីបញ្ហាការរស់នៅលុយកាក់និងសុខភាពបងប្អូនអាចថាបងប្អូននឹងធ្លាក់ចុះរហូតទៅដល់ឆ្នាំក្រោយបងប្អូនគួរតែប្រយ័ត្នគ្រប់រឿងទាំងអស់បើសិនជាបងប្អូនកំពុងតែជួបនៅរឿងពិបាកចិត្តជួបនៅរឿងរាំងស្ទះនិងការគិតបងប្អូនមើលទៅឃើញថាស្មុគស្មាញបងប្អូនគួរតែកាត់ឆុងចេញដើម្បីឲ្យបងប្អូនទទួលបាននៅរឿងលៀបរឿងជ័យឡើងមកវិញហើយសំណាងល្អបងប្អូនក៏រត់មករកបងប្អូននេះផងដែរដើម្បីការពារអំពីរឿងទាំងឡាយសោយទាំងឡាយនៅក្នុងឆ្នាំ2026ខាងមុខបងប្អូនបើសិនជាបងប្អូនចង់ដឹងអំពីមនុស្សដែលកើតចំឆ្នាំឆ្លូវនេះមានបញ្ហាអីខ្លះឬក៏មានសំណាងល្អខ្លះនៅក្នុងខែ11បងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះរហូតដល់ចប់បងប្អូនជួយចុច Subscribe Like Share ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំសូមជម្រាបជូនថាសម្រាប់បុគ្គលឬក៏មនុស្សដែលកើតចំឆ្នាំឆ្លូវហ្នឹងគឺមានបញ្ហារហូតដល់70%ហើយសំណាងល្អក្នុងជីវិតរបស់គាត់ក្នុងខែ11មានតែ30%តែប៉ុណ្ណោះអត់ខុសពីខែ10ទេខែ10ចូលមកដល់ក៏គាត់មានបញ្ហាប្រវត្តិចិត្តរួចមកហើយបញ្ហាជាច្រើនដោះស្រាយមិនទាន់ចប់ផងចូលដល់ខែ11បញ្ហាចូលមកទៀតត្រូវទៅដោះស្រាយតទៀតអញ្ចឹងអាចថាមានអាការៈស្មុគស្មាញឈឺក្បាលច្រើនណាស់ហើយមានអារម្មណ៍ហត់នឿយតឹងទ្រូងណែនទ្រូងស្ទើរតែនិយាយមិនចេញហូបអ្នកណាមកជួយគាត់បានហើយបើសិនជាគាត់ជាម្ដាយឪពុកវិញនោះសូម្បីតែកូនចៅក៏អត់យកចិត្តគាត់ដែរអញ្ចឹងពិបាកត្រង់ហ្នឹងហើយបើសិនជាគាត់ជាមនុស្សដែលកាត់ឆ្នាំឆ្លូវវិញជាកូនជាចៅគឺទំនួលខុសត្រូវធ្ងន់ណាស់នៅក្នុងក្រុមគ្រួសារប្រហែលរយៈក្រោយនេះគឺហត់នឿយណាស់តែពេលវេលាសម្រាប់ខ្លួនឯងគឺអត់មានផងអញ្ចឹងបើសិនជាបងប្អូនប្រវត្តិថ្នាក់ហ្នឹងបងប្អូនគួរតែលាងសូរចេញឬក៏កាត់ឆុងចេញទៅដើម្បីឲ្យបងប្អូនជួបនៅរឿងល្អមកវិញចឹងខ្ញុំសូមជំរាបប្រាប់ថាសម្រាប់មនុស្សដែលកើតចំឆ្នាំឆ្លូវនេះជាមនុស្សតស៊ូខ្លាំងណាស់អំពីទស្សនវិជ្ជាក្នុងជីវិតរបស់គាត់រឿងអីក៏ដោយគាត់ជំនះទាំងអស់ហត់មិនក៏ដោយគាត់ខំប្រឹងដែរអញ្ចឹងពេលទៅដល់ខែ11បងប្អូនដែលកើតចំឆ្នាំឆ្លូវគួរតែប្រុងប្រយ័ត្នហើយអំពីរឿងការងារវិញខ្ញុំសូមជំរាបប្រាប់មុនចុះបងប្អូននឹងមានសត្រូវបែងជើងច្រើនណាស់គេអត់សូវពេញចិត្តនៅក្នុងការងារយើងទេទោះជាយើងធ្វើល្អយ៉ាងណាក៏ដោយក៏គេមើលអត់ឃើញយើងដែរអញ្ចឹងយើងធ្វើអីទៅតាមលទ្ធផលលទ្ធភាពរបស់យើងទៅសមត្ថភាពយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្្នឹងទៅមិនបាច់រំពឹងខ្ពស់ពេកទេហើយកាត់បន្ថយអំពីការរំពឹងទុកមកវិញបើសិនជាយើងសោយទៅហើយយើងក៏ពេលខ្លះមិនដោយទៅតាមយថាកម្មយើងបន្តិចបន្តួចទៅទោះជាយើងគិតរឿងទាំងអស់ហ្នឹងបញ្ហាទាំងអស់ហ្នឹងក៏បញ្ហាទាំងអស់ហ្នឹងចូលមកឲ្យយើងវិញដែរក៏ប៉ុន្តែក៏សូមសរសើរមនុស្សដែលកើតចំឆ្នាំឆ្លូវហ្នឹងមិនថាបញ្ហាបែបមិនទេគាត់នៅតែដោះស្រាយបញ្ហានោះបានហត់នឿយមិនក៏ដោយក៏ត្រូវព្យាយាមដោះស្រាយបញ្ហានឹងដែរអញ្ចឹងការងារគួរតែប្រយ័ត្នអំពីពាក្យសម្ដីនិងការធ្វើការជាមួយក្រុមការងាររបស់ខ្លួនឯងកុំសូវនិយាយស្ដីច្រើនពេកធម្មតាទៅបានហើយធ្វើការរួចក៏ចេញមកផ្ទះមកស្ងាត់ស្ងៀមល្អជាជាងបន្ទុះសារាយហើយជៀសវាងការឆ្លោះជាមួយមនុស្សនឹងមនុស្សផ្ទុយភេទអញ្ចឹងបើសិនជាបងប្អូនជួបមនុស្សផ្ទុយភេទខ្ញុំប្រវត្តិដោះស្រាយគ្នាបន្តិចអាចនឹងថាមានរឿងធំកើតឡើងចឹងទៅហើយបងប្អូនមួយវិញទៀតបើសិនជាបងប្អូនកំពុងតែចង់ផ្លាស់ប្ដូរការងារទៅកន្លែងណាមួយទៀតបងប្អូនគួរតែស្ងាត់សិនរងចាំពេលវេលារាសីបងប្អូនឡើងមកវិញបងប្អូនផ្លាស់ប្ដូរការងារនឹងបានសម្រេចហើយប្រាក់ខែច្រើនទៀតផងពេលនេះបងប្អូនឈានទៅជប់ធ្វើការគឺពិបាកឲ្យការងារណាស់ហើយប្រាក់ខែក៏មិនបានដូចចិត្តឲ្យយើងរំពឹងទុកដែរអញ្ចឹងនេះខ្ញុំសូមជំរាបប្រាប់ផងបែបហ្នឹងហើយសម្រាប់រឿងមុខរបររកស៊ីវិញមនុស្សដែលកើតឆ្នាំឆ្លូវបើសិនជាគាត់រកស៊ីទោះជាគាត់ចំណេញខាតក៏ដោយក៏គាត់នៅតែខំប្រឹងតទៅមុខទៀតហើយមនុស្សដែលកើតឆ្នាំឆ្លូវបើសិនជាគាត់អត់ជឿរឿងជំនឿហុងស៊ុយឬក៏គាត់អត់ជឿរឿងរៀបចំធ្វើខ្លួនឯងហេងទេជីវិតគាត់នៅតែតឹងទ្រូងបែបហ្នឹងជីវិតគាត់នៅតែស្មុគស្មាញបែបហ្នឹងហើយបើសិនជាគាត់ចូលចិត្តទៅគ្រូខ្មែរដាក់ស្នេហ៍ដាក់អាគមកថាយន់ទៀតនោះជីវិតគាត់គឺកាន់តែយ៉ាប់មានអារម្មណ៍ថារកស៊ីហើយអត់សល់ទេទៅវិញអស់តែម្ដងហើយមានអារម្មណ៍ដូចមកបាំងមុខចឹង
មានអារម្មណ៍ថាដូចមុនខ្មៅមកបាំងមុខយើងអញ្ចឹងកន្លែងហ្នឹងបងប្អូនគួរតែប្រយ័ត្នក៏ប៉ុន្តែនៅក្នុងនោះបើយើងចង់រកស៊ីក៏មានម៉ូយល្អៗជាច្រើនដែរដែលមករកយើងជាប្រចាំដែលធ្វើឲ្យយើងរកបានទៅអស់ទៅវិញក៏ប៉ុន្តែក៏យើងអត់ដាច់ដែរចិត្តទៅរើបានរហូតអញ្ចឹងបងប្អូនในការឆ្នាំឆ្លូវក៏អាចថាមានបុណ្យវាសនាមានអ្នកចាំជួយយើងពេលដែលយើងអត់ក៏មានអ្នកជួយយើងឲ្យយើងរីកចម្រើនមកវិញត្រង់ហ្នឹងបងប្អូនគួរតែអាចថាកាន់សែនដូនតាតិចតួចទៅចដូនតាយើងកងម៉ាយើងទៅដើម្បីធ្វើឲ្យយើងជួបប្រទះនៅហេងរហូតមកជីវិតយើងហ្នឹងហើយបងប្អូនរឿងរកស៊ីបងប្អូនអ្វីដែលគួរតែប្រយ័ត្នបំផុតបងប្អូនកុំទៅបន្ទុះសារាយជាមួយនឹងអ្នករកស៊ីដូចគ្នាអ្នកជុំវិញខ្លួនគួរតែចងមិត្តនៅក្នុងខែ11នេះយើងអត់ដឹងថាមនុស្សអាក្រក់មនុស្សល្អណាធ្វើបាបយើងទេក្នុងខែ11ពេលដែលយកយើងដាក់សូម្បីតែរឿងសុយមិនត្រូវកាត់ឡើងក៏ត្រូវកាត់ឡើងដែរគួរប្រយ័ត្នផងហ្នឹងហើយបើសិនគេទៅហៅគូខ្មែរដាក់អំពើឬក៏រៀបចំធ្វើឲ្យយើងដាក់ទៀតនោះបងប្អូនត្រៀមខ្លួនទៅបងប្អូនឆ្នាំ2026 2027បងប្អូននឹងដាក់ស៊ីអត់បានទេប្រវត្តិណាស់ហើយបើសិនជាបងប្អូននៅក្នុងចំណោមមនុស្សដែលកាត់ឆ្នាំឆ្លូវបើពាន់នេះអាចថាអ្នកមានសំណាងហើយស៊ីមានបានកុំថ្កើងអត់លេខមិនសូវជាដាក់មានក្នុងនោះអាចថាយ៉ាងច្រើនអស់ហើយ20នាក់ក្នុង1000នាក់ក្នុង2ខែ11នេះតទៅមុខអញ្ចឹងបងប្អូនគួរតែប្រយ័ត្នឲ្យច្រើនជាជាងប្រហែលខ្លួនហើយសម្រាប់អំពីទិដ្ឋភាពគឺហិរញ្ញវត្ថុវិញមូលការឆ្នាំឆ្លូវឃើញថាលុយកាក់គាត់ប្រវល់ចុះឡើងធម្មតាទេម្ដងក៏មានគ្រប់គ្រាន់ម្ដងក៏ខ្វះទៅធំអស់ធំតិចអស់តិចបងប្អូនគួរតែប្រយ័ត្នរឿងលុយកាក់ហើយចំណូលចំណាយធ្វើម៉េចបែងចែកច្បាស់លាស់កុំចេះតែចំណាយទៅពីការបងប្អូននឹងជួបនៅរឿងសោយហើយអំពីទិដ្ឋភាពនៅក្នុងក្រុមគ្រួសារវិញឃើញថាសាច់ញាតិកូនចៅបងប្អូនពូមីងយាយតាអីហ្នឹងអត់យល់ចិត្តយល់ថ្លើមគ្នាទេចេះតែធ្វើអីទៅរំលងចិត្តរំលងថ្លើមហើយចេះតែមានការអន់ចិត្តដាក់គ្នាទៅវិញទៅមករាសីដាក់ហើយអត់មានមនុស្សយល់ចិត្តទៀតបងប្អូនในការចំឆ្នាំឆ្លូវគួរតែរងាប់ចិត្តរងាប់អារម្មណ៍ត្រង់ហ្នឹងរករបស់ហុងស៊ុយរបស់មង្គលពាក់ចុកខ្លួននេះទៅឲ្យមានមុនស្នេហ៍ការឡើងនៅរឿងហេងឡើងមកវិញដើម្បីធ្វើឲ្យចិត្តខ្លួនយើងខៅថាស្រស់បំព្រងហើយសម្រាប់អំពីរឿងស្នេហាវិញគឺមើលឃើញថាមានលក្ខណៈឆ្លោះគ្នាតិចតួចនៅក្នុងហ្នឹងហើយបើសិនជាហ៊ានផ្ទុះសម្រាយខ្លាំងស្ទើរតែចង់និយាយគ្នាទេស្នេហាបងប្អូនជាប្តីប្រពន្ធនឹងហីដាក់គ្នាដេកបែកខ្នងដាក់គ្នាអញ្ចឹងទៅអត់មានភាពស្អិតល្មូតទេប្រវាក់ណាស់អញ្ចឹងបងប្អូនគួរតែយល់ច្បាស់អំពីរាសីខ្លួនឯងហើយក៏សម្របសម្រួលជាមួយដៃគូជាក់លាក់ទៅបងប្អូនប្រាប់ថាដោយសាររាសីយើងធ្លាក់បែបហ្នឹងប្រាប់ថងគ្នាវិញមកទៅកុំឲ្យថាយើងធ្លាក់រាសីហើយអាស្នេហាយើងធ្លាក់ទៅតាមនឹងដែរហើយសម្រាប់ដៃគូស្នេហាជាសង្សារអាចនឹងថាខែ11បើឆ្លោះគ្នាករណីដែលបែកគ្នារហូតដល់ 80% អញ្ចឹងបើអត់ចង់បែកគ្នាទេគួរតែតមដីនៅក្នុងខែ11កុំឲ្យមានបន្ទុះសារាយដាក់គ្នាកុំឲ្យស្នេហាប្រត់ប្រាស់ហើយសម្រាប់អ្នកដែល single គឺមើលឃើញថាស្នេហាបោកប្រាស់ចាប់ផ្ដើមចូលមកទៀតហើយបោកយកខ្លួនបោកយកប្រាណអ្នកខ្លះទៀតក៏ខាត់បងលុយកាក់ជាងទៅបងប្អូនគួរតែប្រយ័ត្នហើយហ៊ានតែមានស្នេហានៅក្នុងខែ11មនុស្សកាត់ឆ្នាំឆ្លូវនេះខាត់បងហើយអញ្ចឹងគួរតែប្រយ័ត្នទៅដូចខ្ញុំជំរាបប្រាប់អញ្ចឹងហើយសម្រាប់រឿងសុខភាពវិញគួរតែប្រយ័ត្នឃើញថាឈឺស្ងាត់ច្រើនណាស់ងាកឈឺបកគលកាត់ឆ្នាំឆ្លូវនេះងាកអកកាឡាងងាកវល់មុខលហិតលហៃចាស់លើសឈាមអញ្ចឹងទៅឡើងឈាមឡើងអីបងប្អូនគួរតែប្រយ័ត្នផងហ្នឹងហាត់ប្រាណដើរតិចតួចទៅឬក៏រកកន្លែងអីដែលសាក់ថ្មជីវិតបងប្អូនឲ្យមានធម៌ពលជីវិតនៅវិញទៅតាមធាតុបងប្អូនដែលត្រូវការហើយបងប្អូនរៀនញ៉ាំចំណីដែលត្រូវបើសុខភាពនិងធ្វើសុខភាពខ្លួនឯងរឹងមាំទៅតាមជាក់ស្ដែងហើយសម្រាប់បងប្អូននៃការឆ្នាំឆ្លូវបើសិនជាចង់ឲ្យខ្លួនឯងមានលៀបមានជ័យទទួលបានរឿងល្អចូលក្នុងជីវិតបងប្អូនគួរតែជ្រើសរើសលេខសំណាងប្រើជាប្រចាំថ្ងៃបងប្អូនប្រើជាមួយកុងធនាគារឬក៏លេខម៉ូតូទៅបើសិនជាបងប្អូនដូរម៉ូតូដូរឡានថ្មីអញ្ចឹងទៅបងប្អូនខ្ញុំសូមជំរាបប្រាប់ថាបើសិនជាបងប្អូនចង់ប្រើប្រាស់លេខសំណាងនៅក្នុងខែ11ហ្នឹងបងប្អូនគួរតែប្រើប្រាស់លេខ149លេខ149គឺជាលេខដែលនាំនៅរឿងលេខរឿងលៀបរឿងជ័យរឿងល្អជាច្រើនក្នុងជីវិតសូបទាញលុយចូលក្នុងជីវិតយើងហើយយើងក៏ជាឆ្ងាយពីរឿងសោយផងដែរអញ្ចឹងលេខ149ហ្នឹងបងប្អូនអាចថាយកទៅឆ្នៃប្រើប្រាស់បិទទៅលើកន្លែងធ្វើការបងប្អូនកន្លែងរស៊ីក៏បានដែរកាត់បិទហ្មងដាក់តូបនឹងលេខ149ហ្នឹងដាក់តុកន្លែងធ្វើការហ្នឹង149ហ្នឹងទៅចាំខែក្រោយជិះដូរលេខសំណាងតទៀតអញ្ចឹងយើងសូបទាញធម៌ពលហេងចូលក្នុងជីវិតយើងបាន10% ទៅលើលេខហ្នឹងហើយបងប្អូនអាចថាចង់ដូរលេខស័ព្ទថ្មីអញ្ចឹងបងប្អូនឆ្នៃទៅធ្វើម៉េចឲ្យមានលេខ149នៅក្នុងលេខស័ព្ទបងប្អូនហ្នឹងទៅក៏ទទួលបាននឹងរឿងល្អដែរលេខតោទិញថ្មីក៏មកគេទៅឲ្យមានលេខ149ហ្នឹងទៅលេខឡានដូចគ្នាដែរ
ហើយថ្ងៃដែលបងប្អូនសម្រេចចិត្តក្នុងការប្រជុំពិភាក្សាទិញដោះដូរអីចឹងទៅរឿងចំនួនបងប្អូនអាចជ្រើសរើសថ្ងៃទី1ថ្ងៃទី4ថ្ងៃទី9នឹងបានដើម្បីឲ្យបងប្អូនជួបនៅហេងក្នុងជីវិតហើយដោះស្រាយទៅត្រូវគិតទៅត្រូវគិតទៅរលូនទៅមុខចឹងបងប្អូនគួរតែជ្រើសរើសបែបហ្នឹងតាមខ្ញុំជំរាបប្រាប់ទៅដូចជាមិនខាតបង់អីទេហើយសម្រាប់បងប្អូនដែលការចំឆ្នាំឆ្លងនេះផងដែរបើសិនជាចង់ប្រើប្រាស់ពណ៌ឲ្យមានលាភមានជ័យមានសំណាងល្អចូលក្នុងជីវិតបងប្អូនគួរតែប្រើប្រាស់ត្រូវពណ៌ជាមួយធាតុបងប្អូននៅក្នុងខែ11នេះគឺជាពណ៌សពណ៌លឿងនិងពណ៌បៃតងពណ៌សពណ៌លឿងពណ៌បៃតងនឹងគឺជាពណ៌ដែលតំណាងឲ្យរឿងមង្គលទាំងឡាយបងប្អូនអាចពាក់ពណ៌នឹងទៅធ្វើការបងប្អូនអាចពាក់ពណ៌នឹងទៅហើស៊ីបងប្អូនអាចពាក់ពណ៌នឹងទៅធ្វើចំនួនផ្សេងឬក៏រស់នៅប្រចាំថ្ងៃមានកម្រាលពុកសើមខ្នើយរបស់យើងជាពណ៌ហេងនឹងដូចជាពណ៌សពណ៌លឿងពណ៌បៃតងនឹងទៅហើយបងប្អូនអាចថាតកធ្វើការបងប្អូនបើសិនជាពណ៌ឆុងបងប្អូនអាចអ៊ុតពណ៌ហេងនឹងពីលើតុបងប្អូនទៅដើម្បីឲ្យបងប្អូនជួបរឿងល្អហើយពណ៌ទាំងអស់ហ្នឹងដូចខ្ញុំជំរាបប្រាប់អញ្ចឹងបងប្អូនងាយស្រួលទេពាក់កៅអៅប្រចាំថ្ងៃដូចជាកម្រាលពុកកម្រាលអីបងប្អូនក៏អាចប្រើបានដែរអញ្ចឹងធ្វើតាមជាក់ស្ដែងទៅបើទិញម៉ូតូថ្មីក៏ទិញពណ៌តាមពណ៌ហេងទៅឡានថ្មីក៏មានដែរទិញពណ៌សអញ្ចឹងទៅឬក៏ពណ៌លឿងហើយពណ៌គួរតែជៀសវាងមានដូចជាពណ៌ក្រហមនិងពណ៌ត្នោតពណ៌ក្រហមពណ៌ត្នោតគឺជាពណ៌ដែលធ្វើឲ្យបងប្អូនជួបនៅរឿងតបប្រមាថក្នុងចិត្តធ្វើអីទៅដូចអត់សម្រេចក្នុងចិត្តទេចេះតែជួបនឹងសោយរហូតចឹងបងប្អូនគួរតែជៀសវាងពីពណ៌នឹងផងដែរអញ្ចឹងបើសិនជាបងប្អូនចង់ជួបរឿងហេងបងប្អូនឆ្នៃបន្តិចតួចតាមខ្ញុំជំរាបប្រាប់ទៅលេខបាន 10% ពណ៌បាន 10% 20% បាត់ទៅហើយយើងបូកទិស10 20 30% ទៅបាន 40-50% បូកតួរាសីយើង 40-50% ទៀតគ្រប់100យើងបានហេងមកវិញហើយរឿងសោយក៏ឆ្ងាយចេញពីយើងដែរអញ្ចឹងរឿងហេងបន្តិចបន្តួចទេបងប្អូនអាចធ្វើទៅបានដូចខ្ញុំជំរាបប្រាប់ហើយសម្រាប់បងប្អូនដែលការចំឆ្នាំឆ្លូវនេះបងប្អូនអាចបបែតុកធ្វើការក្បាលក្រែគេងយើងបានទៅកាន់ទិសសំណាងកន្លែងយើងត្រូវស៊ីគិតលុយហ្នឹងបងប្អូនគួរតែបែរទៅចំទិសសំណាងដែលនាំលុយនាំកាក់លៀបជ័យមកជីវិតយើងដូចជាទិសខាងជើងទិសខាងត្បូងទិសអាធ្នេយ៍និងទិសខាងកើតទិសខាង4ទិសទាំងអស់ហ្នឹងជាទិសខាងជើងត្បូងអាធ្នេយ៍កើតហ្នឹងគឺជាទិសដែលស្រូបទាញនៅធម៌ពលហេងរឿងលុយកាក់ចូលមកជីវិតយើងឲ្យយើងជួបនៅរឿងល្អការរកស៊ីភ្ញៀវល្អក្នុងការងារយើងជួបក្រុមការងារល្អមិត្តភាពល្អក្នុងជីវិតយើងហើយធ្វើឲ្យយើងនឹងមានជីវិតស្រស់បំព្រងហើយអារម្មណ៍យើងក៏ល្អប្រសើរដែរអត់មានអារម្មណ៍ថាតបប្រមាថប្រហែលទេពេលយើងចង់ទិសត្រូវអារឿងហុងស៊ុយ 10% ហេងមកយើងអំពីទិសហ្នឹងក៏ចូលមកជីវិតយើងដែរយើងបូកមើលយើងបូកលេខបូកពណ៌បូកទិសទៅបាន 30% បាត់ហើយយើងបូកជាមួយថ្ងៃខែដែលយើងត្រូវគុំជាមួយគ្នាដករឿងស៊ុយចេញ 70% បូករឿងហេងវិញយើងនៅសល់ស៊ុយត្រឹមតែ 40% ទេអញ្ចឹងយើងសំណាងកើនឡើងរហូតដល់ 60% ហើយទិសគួរតែជៀសវាងគឺជាទិសនិរដីគឺជាទិសមួយដែលត្រូវហាមឃាត់កុំឲ្យធ្វើអីសោះនៅក្នុងខែ11ហ្នឹងកុំស្វែងបំកុំជួសជុលឬក៏កុំធ្វើអីឲ្យលឺសំឡេងទៅកាន់ទិសហ្នឹងឬក៏ធ្វើឲ្យប៉ះពាល់ប្រេះស្រាំយ៉ាងទៅជីវិតបងប្អូននឹងជួបនៅបញ្ហានៅក្នុងខែ11ហ្នឹងជាពិសេសគឺមនុស្សដែលការចាំឆ្នាំឆ្លូវតែម្ដងហើយបើសិនជាបងប្អូនមានដៃស្គូសហការជាមួយឆ្នាំជូតល្អប្រសើរណាស់ក្នុងខែ11ហ្នឹងជូតនឹងជួយឲ្យបងប្អូនមានលាភសំណាងរហូតដល់ 10% នៅក្នុងផងដែរអញ្ចឹងជាកុងក្រោយបើសិនជាបងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបានបងប្អូនអាច comment ខាងក្រោមវីដេអូនេះបានឬក៏តំណែងមកខ្ញុំផ្ទាល់ក៏បានដែរទៅតាមលេខ Telegram ជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា